សូមជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពនៃការព្យាបាលជំងឺដែលឥតគិតថ្លៃពីការសម្របសម្រួលដោយក្រុមគ្រូពេទ្យកូរ៉េព្យាបាលជូនបងប្អូនជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបាននៅថ្ងៃទី24 25 រយៈពេល2ថ្ងៃហើយការពិនិត្យព្យាបាលនេះគឺមានទូទៅបាទមានច្រើនប្រភេទបាទនេះគឺជាសកម្មភាពនៃការរងចាំក៏ដូចជាការសកម្មភាពដែលបងប្អូនកំពុងតែជួបជាមួយប្រឹក្សាជាមួយនឹងក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តមុននឹងឈានទៅដល់ការពិនិត្យព្យាបាលហើយការពិនិត្យព្យាបាលនេះគឺក្រោមការសម្របសម្រួលរបស់ឯកឧត្តមសុរិយារាអ្នកតំណាងរាជមណ្ឌលកំពង់ធំឯកឧត្តមអភិបាលខេត្តកំពង់ធំជាមួយនឹងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំជាមួយនឹងពេទ្យស្ម័គ្រចិត្តកូរ៉េហើយក្នុងនោះក៏មានការចូលរួមពីកាយរដ្ឋបាទសយកអ្នកស្ម័គ្រចិត្តផ្សេងៗទៀតបាទនេះគឺជាលោកយាយលោកតាដែលមកព្យាបាលបាទនេះគឺជាសកម្មភាពក្រុមការងារដែលនឹងរៀបចំជូនទៅដល់បងប្អូនជាពលរដ្ឋធ្វើយ៉ាងណាគឺបម្រើសេវាជូនទៅដល់បងប្អូនដែលឥតគិតថ្លៃកិច្ចការទាំងអស់នេះគឺយើងចូលរួមទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូនមកទទួលសេវាទាំងអស់គ្នាបាទយើងនៅកន្លែងផ្សេងទៀតដែលកំពុងតែទទួលនៅការពិនិត្យនៅក្នុងសាលខាងក្រោយបាទនេះគឺជាជំហានដំបូងក៏ដូចជាបន្តបន្ទាប់មុននឹងឈានទៅដល់ការពិនិត្យដោយម៉ាស៊ីនបច្ចេកទេសម៉ាស៊ីនវិទ្យាសាស្ត្របាទនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតីក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋលោកយាយលោកតាបងប្អូនជាពលរដ្ឋទាំងចាស់ក្មេងបាទមកទទួលសេវានេះសង្ឃឹមថាបងប្អូននឹងយល់អំពីការដឹកនាំសូមអរគុណសម្រាប់ការទស្សនា